ម្ដាយដែលមានចរិតលក្ខណៈរឹងមាំកូនស្រីរបស់គាត់នឹងមានសំណាងទទួលបានជោគជ័យនិងសុភមង្គលអ្នកអប់រំដ៏ល្បីល្បាញសូហូមលិនស្គីធ្លាប់បាននិយាយថាដើមកំណើតនៃការអភិវឌ្ឍសីលធម៌របស់កុមារគឺស្ថិតនៅលើភាពវៃឆ្លាតអារម្មណ៍និងចំណង់ចំណូលចិត្តខាងក្នុងរបស់ម្ដាយជាអ្នកកំណត់ថាតើកូនគាត់នឹងក្លាយជាមនុស្សប្រភេទណានៅថ្ងៃអនាគតជាពិសេសសីលធម៌របស់កូនគឺអាស្រ័យលើអត្តចរិតរបស់ម្ដាយការសិក្សាមួយពីសាកលវិទ្យាល័យចក្រភពអង់គ្លេសបានធ្វើការស្ទង់មតិលើក្មេងស្រីចំនួន 15,500 នាក់ដែលមានអាយុចាប់ពី 13-14 ឆ្នាំកាលពីឆ្នាំ 2004 និង 2010 បានរកឃើញថាក្មេងស្រីដែលម្ដាយរបស់ពួកគេតឹងរឹងនិងកំណត់ស្តង់ដារខ្ពស់ទំនងជាទទួលបានលទ្ធផលសិក្សាខ្ពស់ចូលមហាវិទ្យាល័យហើយបន្ទាប់មកទទួលបានប្រាក់ខែកាន់តែប្រសើរតើម្ដាយដ៏រឹងមាំនឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់កូន 1. សុភមង្គលត្រូវតែបង្កើតដោយខ្លួនឯងសុភមង្គលមិនមែនកើតឡើងដោយធម្មជាតិទេប៉ុន្តែជាលទ្ធផលនៃការជ្រើសរើសនិងសកម្មភាពរបស់មនុស្សម្នាក់ម្ដាយដ៏រឹងមាំម្នាក់នឹងប្រគល់មេរៀនដល់កូនស្រីរបស់គាត់អំពីការទទួលខុសត្រូវចំពោះសុភមង្គលឬរឿងអកុសលផ្ទាល់ខ្លួនរបស់គាត់តាមរយៈការមើលម្ដាយបង្កើតជីវិតដ៏រីករាយកូនស្រីរបស់គាត់នឹងរៀនពីរបៀបបង្កើតសុភមង្គលផ្ទាល់ខ្លួន 2. តម្លៃនៃឯករាជ្យភាពយោងតាមការសិក្សាពីសាកលវិទ្យាល័យ Harvard កូនស្រីដែលមានម្ដាយពូកែធ្វើការទំនងជាទទួលបានជោគជ័យដោយមនុស្សពេញវ័យខណៈដែលកូនប្រុសដែលមានម្ដាយឯករាជ្យមានទំនោរចូលរួមចំណាយច្រើនក្នុងការងារគ្រួសារកុមារដែលចិញ្ចឹមដោយម្ដាយខ្លាំងតែងតែឯករាជ្យដឹងពីរបៀបធ្វើការសម្រេចចិត្តដោយខ្លួនឯងនិងមានទស្សនៈស្មើគ្នាចំពោះ gender នៅពេលពួកគេធំឡើង 3. រឹងមាំនិងសុភាពគួរដើរទន្ទឹមគ្នាភាពរឹងមាំមិនមានន័យថាតឹងតែងឬខ្វះការយកចិត្តទុកដាក់ចំពោះអ្នកដទៃនោះទេមនុស្សដែលមានឥទ្ធិពលពិតច្រើនតែជាអ្នកដែលរួមបញ្ចូលកម្លាំងជាមួយនឹងភាពទន់ភ្លន់និងចិត្តសប្បុរសម្ដាយដ៏រឹងមាំម្នាក់នឹងបង្រៀនកូនស្រីរបស់គាត់ពីរបៀបធ្វើឲ្យមានភាពរឹងមាំដោយមិនបាត់បង់ភាពផ្អែមល្ហែមនិងភាពសប្បុរសដោយហេតុនេះបង្កើតបានជាតម្លៃនិងអាកប្បកិរិយាត្រឹមត្រូវមួយនៅក្នុងសង្គម 4. អភិវឌ្ឍជំនាញយ៉ាងសកម្មដើម្បីជោគជ័យម្ដាយដែលរឹងមាំនឹងជួយកូនបង្កើតជំនាញសំខាន់ៗដូចជាការដោះស្រាយបញ្ហាការត្រិះរិះភាពច្នៃប្រឌិតនិងការបញ្ចេញមតិផ្ទាល់ខ្លួននៅពេលដែលម្ដាយតែងតែត្រៀមខ្លួនក្នុងការតស៊ូរៀននិងទទួលយកការបរាជ័យកូនរបស់គាត់ក៏នឹងរៀនពីរបៀបប្រឈមមុខនឹងជីវិតប្រកបដោយទំនុកចិត្តនិងការទទួលខុសត្រូវផងដែរ